បាទអ្នកទាំងអស់គ្នាឥឡូវយើងទៅជួសជុលប្រភេទសូឡាអ្នកនរគ្នាណាអញ្ចឹងប្រភេទសូឡានៅផ្ទាំងសូឡាវាខុសៗគ្នាអ្នកនរគ្នាមានប្រភេទវាខុសគ្នាមានចំនួនអាំពែបាទចំនួនអាំពែចំនួនវ៉ុលអញ្ចឹងជាទូទៅយើងមើលលើ menu វានេះឲ្យតែមាន menu គឺយើងអាចមើលយល់ឲ្យយើងជាជាងណាយើងមើលទៅ menu ហ្នឹងវាដាក់ប្រាប់យើងថាកន្លែងណាភ្ជាប់អីយើងមើលតាមអក្សរណាអញ្ចឹងនៅលើ menu ជាទូទៅគេនឹងដាក់ប្រាប់យើងឲ្យថាកន្លែងនេះសម្រាប់ធ្វើអីហើយវាប្រហែលអាំពែប្រហែលវ៉ុលគេដាក់លើហ្នឹងណាពី10វ៉ុលឬក៏24វ៉ុលអញ្ចឹងយើងអាចប្រើលក្ខណៈអូតូអត់ប្រភេទសូឡាហ្នឹងហើយវាសាកបានកម្លាំងអាគុយហ្នឹងប្រហែលអាំពែអញ្ចឹងបើសិនបើយើងឆាចជើយើងតូចយើងសាកអាគុយធំគោវាចូលពេញដែរឬទៅអត់ចូលតែម្ដងហើយបើវាធំជាងពេកវាសាកទៅវាអាចផ្ទុះអាគុយអញ្ចឹងទៅអញ្ចឹងកម្លាំងវាគឺយកសាមម៉ាតគ្នាគឺ POE ដែលខ្ញុំប្រាប់ហ្នឹងអញ្ចឹងនេះជាម៉ាកបាទម៉ាកគឺហៅ brand របស់វាគេដាក់នៅលើกระดาษលើអីហ្នឹងយើងមើលម៉ាកវាហើយស៊ីតង់ចុងប្រហែលវ៉ុល output ប្រហែលវ៉ុលជាប្រភេទសូឡាអីសម្រាប់ធ្វើអីអញ្ចឹងណាអញ្ចឹងនៅលើกระดาษជាទូទៅវាបិទហើយយើងដោះមកនៅលើហ្នឹងគឺមានជាក់ស្ដែងអញ្ចឹងមែនដូចជាអ្វីដែលយើងឃើញណាអញ្ចឹងនៅប្រភេទសូឡានេះយើងអាចតេស្តជាមួយ adapter បានអ្នកនរគ្នាដោយសារតែយើងអត់មានសូឡាតេស្តយើងអាចដាក់ភ្លើងចូល DC ទៅ screen នឹងចេញនៅលើហ្នឹងហើយវាឆាយចេញអត់គឺយើងអាចមាន adapter មួយសម្រាប់តេស្តគឺយើងអាចដាក់វាតេស្តអញ្ចឹងណាហើយនៅកន្លែងនេះគឺជាសម្រាប់ output input វាដាក់នៅលើអក្សរហ្នឹងនិមិត្តសញ្ញាកាលណាសូឡាវាដាក់ផ្ទាំងកាលណាគុយវាដាក់បាត់តេរីកាលណាអំពូលវាដាក់ថាអំពូលអញ្ចឹងមកហើយវាមានដូចខាងសាកទៀតបាទដូចខាងសាកវាហើយនឹងដូចខាងចេញបាទនេះគឺតែមួយទេសូឡានេះគឺខាងចេញខ្ញុំចង្អុលនេះគឺខាងចេញរុននឹងដោតណាក៏បានដែរចំណែកនេះសូឡានេះចេញហើយចំណែកគុយនេះគឺអត់មានកន្លែងដោតទេវាជាមួយ USB បាទអញ្ចឹងវាមាន option វាអញ្ចឹងពេលដែលទិញផ្ទាំងសូឡាហ្នឹងសួរយើងយកទៅភ្ជាប់មួយអីបាទយើងភ្ជាប់មួយអីអញ្ចឹងណាហើយបានយើងអាចដឹងថាយើងចាក់ទៅត្រូវចំណែកនៅខាងនេះគឺជាទិន្នន័យបាទទិន្នន័យដែលវាប្រាប់យើងថាតើភ្លើងនឹងចូលប្រមាណវ៉ុលពីសូឡាហ្នឹងមកហើយចេញប្រមាណវ៉ុលទៅគុយហើយប្រមាណអាំពែបាទវាប្រាប់ពីកម្លាំងយើងហើយនៅក្នុងហ្នឹងវាមានកម្លាំង load កម្លាំងអីចឹងថាតើយើងអាចភ្ជាប់បានពូនឹងកម្លាំងប្រមាណវ៉ាត់ប្រមាណវ៉ុលប្រមាណអាំពែចឹងផងដែរអញ្ចឹងនៅលើផ្ទាំងសូឡាវាតែងតែបិទនៅគ្រូមុតលិនទាំងអស់នេះឲ្យតែគ្រឿងអេឡិចត្រូនិកគឺអេឡិចត្រូនិកទាំងអស់វាតែងតែបិទហើយបាទមិនថានៅទីណាវាតែងតែបិទបាទអញ្ចឹងយើងអាចធ្វើតេស្តបាទយើងអាចភ្ជាប់ភ្លើងវាចូលអញ្ចឹងភ្លើងវានេះយើងចូល12វ៉ុលក៏បាន24វ៉ុលក៏បានដែរអញ្ចឹងខ្ញុំចន្លោះហ្នឹងដាក់ពី12វ៉ុលដល់24យើងដាក់ភ្លើងប៉ុន្មានវ៉ុលក៏វាដើរដែរដោយសារវារ៉េងនៅក្នុងហ្នឹងលំឆាយរបស់វារ៉េងហើយយើងចាប់មកកាលណាសូឡាយើងចាប់ចំនួនដល់ adapter អញ្ចឹងយើងចាប់កន្លែងសូឡាចឹងមកឬក៏យើងដោតមកដោតដល់កន្លែងនេះខ្ញុំដោតចេះក៏បានហើយពីរដូចគ្នាទេណាយើងចង់ដោតក៏បានចាប់ក៏បានបាទឥឡូវយើងដាក់ភ្លើងយើងចូលមកអ្នកនរគ្នាហើយយើងបើកមើលមានភ្លើងអត់បាទយើងបើកទៅ adapter យើងមានភ្លើងភ្លឺចេះថាភ្លើងចេញមកហើយចំណែក screen យើងគឺអត់មានទេសូឡាយើងអត់មានទេអញ្ចឹងនេះប្រភេទសូឡាខ្លះយើងដាក់ភ្លើងចូលអញ្ចឹងវាចេញអ្នកនរគ្នាលើវាអត់ចេញទេហើយបញ្ហាគេថាវាអត់ចេញ screen ឥឡូវយើងបោះភ្លើងចូលអញ្ចឹងភ្លើងចូលរបស់វាគឺ 18.5 អញ្ចឹង adapter ខ្ញុំ 18.5 ចំណែកភ្លើងសាកគុយអត់មានទេភ្លើងទៅ load ក៏អត់មានដែរហើយយើងចុចប៊ូតុងណាក៏អត់មានដែរអញ្ចឹងបញ្ហារបស់វាគឺអត់មានភ្លើងចូលទៅឲ្យ screen អញ្ចឹងវាទៅទេអញ្ចឹងអ្នកនរគ្នាណាអញ្ចឹងយើងវាស់អញ្ចឹងមកវាអត់មានបាទយើងកាច់មក DC មកតាមនៃការ DC យើងវាស់ហ្នឹងអញ្ចឹងយើងអាចឲ្យឆែកមើលនៅក្នុងហ្នឹងដោយសារបញ្ហាអីគេបានវាអញ្ចឹងណាអញ្ចឹងអ្នកនរគ្នានៅក្នុងប្រភេទសូឡាវាមានច្រើនយើងអាចជានេះជាផ្ទាំងសូឡាធម្មតាសម្រាប់ឲ្យយើងចូលផ្ទាំងហើយចេញទៅសាកគឺសាកឲ្យអាគុយប្រហែលវ៉ុលថតថាវា30អាំពែយើងសាកបានតែ30ទេយើងអាចដាក់អាគុយលើនឹងបានទេឬក៏អាចដាក់ទៀបជាងនឹងបានទេដាក់ទៀបហ្នឹងវាអាចមានបញ្ហាអាគុយវាផ្ទុះអញ្ចឹងទៅអញ្ចឹងនៅក្នុងហ្នឹងវាមាន PCU MCU នេះ MCU ហ្នឹងដែលដោយសារថាមាន MCU ដោយសារវាជាប្រភេទអូតូអញ្ចឹងប្រភេទអូតូគឺប្រើ MCU វិញអញ្ចឹងគេមិនចោលទេអញ្ចឹងនៅក្នុងប្រភេទសូឡាខ្លះវាប្រើជាលក្ខណៈ hybrid អ្នកនរគ្នាមានន័យថាវាចូលពីសូឡាក៏បានចេញពីសូឡាទៅប្រើក៏បានវាចូលពីសូឡាផងចូលពី DC ផងចូលពី generator ផងពីម៉ាស៊ីនផងចូលទាំង3ចេញទៅតែមួយក៏បានដែរពួក hybrid ណាអញ្ចឹងវាប្រភេទសូឡាខុសគ្នាអញ្ចឹងតាមប្រភេទក្រុមហ៊ុនដែលផលិតមកខ្នាតធំខ្នាតតូចអញ្ចឹងនៅពេលដែលយើងដោះមកយើងមើលផ្ទាំងរបស់វាហ្នឹងកន្លែងហ្នឹងវាមាននេះ3-4 ក្រុមហ្នឹងវាអាចជា transistor ឬក៏ប្រភេទ MOSFET អញ្ចឹងយើងអាចដោះវាយកមកមើលមកបាទថាលេខវាលេខអីបើ transistor ឬ MOSFET ហើយវាធ្វើការមិនវាខ្នែងមិនអញ្ចឹងជាធម្មតាចំពោះអាគុយឬក៏សូឡាគេប្រើវាខ្នែងនេះអាចពីក្របអីចឹងទៅហើយចំណែក load គេប្រើមួយក្របអីចឹងទៅទាំងអស់ហ្នឹងមាន5ក្របយើងចង់ដឹងថាហ្នឹងខូចអត់យើងអាចតាមឆែកចឹងមកតាមមើលថាហ្នឹងវាភ្លើងនៅខូចមិនមែនវាអត់ចេញបាទអញ្ចឹងយើងអាចវាស់វាតាមជាក់ស្ដែងទៅតែប្រភេទ transistor ឬក៏ប្រភេទ FET ឬប្រភេទ MOSFET ចឹងទៅឬក៏ IGBT ឬក៏ជាប្រភេទ resistor ឬក៏ប្រភេទ triac diac អញ្ចឹងយើងអាចវាស់ចឹងទៅអញ្ចឹងដើម្បីចង់ដឹងជាក់ស្ដែងទី1យើងវាស់ទី2គឺយើងមើលលេខកូដវាទៅយើងអាចដឹងថាប្រភេទហ្នឹងជាប្រភេទអី
បាទយើងដឹងពីកម្លាំងអាំពែរបស់វាផងដែរអញ្ចឹងនៅក្នុងលេខមួយវាមានកម្លាំងអាំពែរបស់វាប្រមាណសម្រាប់បន្ទុកប្រមាណឡូតប្រមាណអញ្ចឹងជាទូទៅនៅក្នុងគ្រឿងអេឡិចត្រូនិកទាំងអស់អ្នកនាងត្រូវចាំទៅគឺការប្រើប្រាស់គឺសមាមាត្រគ្នាគឺ P ស្មើ អ៊ុយគុណ E ដែលខ្ញុំធ្លាប់តែប្រាប់ហ្នឹងគឺតាមច្បាប់អូម9ច្បាប់អូមកាលណាយើងប្រើខុសពីលក្ខខណ្ឌហ្នឹងវាធ្វើឲ្យមានបញ្ហាឧទាហរណ៍ថានៅក្នុងហ្នឹងនៅក្នុង solar ដែលយើងពណ៌ឆែកហ្នឹងវា support បានតែ 12V 30 ampere ឧទាហរណ៍អញ្ចឹងណាតែតែយើងយកអាគុយយក 24V ទៅចាប់អត់បានទេដោយសារអីវា 12V រត់មិនរួចអញ្ចឹងយើងត្រូវយក 12V ដែរហើយថាកម្លាំងវា 30 ampere តែយើងយកអាគុយ 100 ampere មកដាក់សួរទៅចាប់បានអត់គឺចាប់អត់បានទេគឺរត់អត់រួចទេណាអញ្ចឹងយើងត្រូវដឹងពីសមាមាត្ររបស់វាអញ្ចឹងបើកម្លាំងវាប៉ុណ្ណាទទួលប៉ុណ្ណាគឺយើងដាក់ប៉ុណ្ណឹងមកអញ្ចឹងបន្ទាប់ពីយើងឆែកមកយើងឃើញចំនួនត្រង់ resistor 2គ្រាប់ដែលលេខរបស់វាហ្នឹងគឺវាភ្ជាប់ជាមួយនឹង IC 1បាទ IC 1ហ្នឹងភ្ជាប់មកទៅឲ្យអាគុយពីប្រើ2គ្រាប់ប្រើ IC 1អញ្ចឹង IC ហ្នឹងគឺ IC PWM អ្នកនរគ្នាអញ្ចឹងប្រភេទ charging អ្នកនរគ្នាត្រូវចាំទៅប្រភេទ charging កាលណាគេប្រើ IC សាកគឺប្រើ IC PWM មួយសម្រាប់ឲ្យជាលំយោសម្រាប់ឆាឲ្យសិនលឿនណាអញ្ចឹងបើឧទាហរណ៍ថាគុយ 12V យើងយក adapter 12V ទៅសាកចូលអត់ថាវាចូលប៉ុន្តែវាយឺតល្បឿននៃការចូលយើងសាកមួយថ្ងៃវល់ងាយអីបានពេញស្រួលពេញទៀតអញ្ចឹងដើម្បីជំនួយវាគឺគេប្រើ IC PWM មួយទៀតគឺជា339អីចឹងទៅអញ្ចឹងនៅក្នុងប្រភេទ charger ដែលខ្ញុំនិយាយចឹង adapter ដល់យើងទៅទិញប្រភេទ charger ផ្សេងប្រភេទ adapter ធម្មតាផ្សេងវាខុសគ្នាអញ្ចឹងណាតែថាប្រភេទ charging គឺវាត្រូវការ PWM គឺប្រើ IC ជំនួយដើម្បីវាសាកលឿនណាវាជាលំយោលសម្រាប់សាកអញ្ចឹងនៅក្នុងនេះសុទ្ធតែ IC សម្រាប់ជំនួយទាំងអស់ដើម្បីសាកឲ្យវាលឿនណាចឹងជាក់ស្ដែងយើងមើលបញ្ហាវាអត់មាន screen ហ្នឹងយើងអាចវាស់វាបាទគឺយើងកាច់មក DC ចឹងមកយើងវាស់មើលភ្លើងខាងចូលគឺ 18.5 ខាងចូលរបស់យើងហើយចំណែកហ្នឹងតាមមើលភ្លើងថាតើភ្លើងវាចូលទៅណាបាត់ទៅណាបាទគឺយើងឆែកមួយជាក់ស្ដែងចឹងទៅអញ្ចឹងប្រភេទ solar អ្នកនរគ្នាប្រភេទ charger បន្តិចជាទូទៅប្រភេទ charger ខ្លះយើងដាក់ភ្លើងចូល screen វាមានតែប្រភេទ charger ខ្លះវាត្រូវការបាក់តេរីអ្នកនរគ្នាណាមានថាត្រូវការចាប់មួយអាគុយវាយកភ្លើងម៉ាស់របស់អាគុយទៅប្រើចំ screen វិញមានន័យថាវាយកភ្លើងរបស់ solar ទៅឲ្យ screen ខាងបោកចំណែកខាងដកគឺយកពីអាគុយទៅវិញវាអញ្ចឹងវាបច្រាស់អញ្ចឹងណាអញ្ចឹងបានវាដំណើរការអ្នកនរគ្នាណានេះអាចយើងសម្គាល់ទៅអញ្ចឹងប្រភេទ solar ខ្លះអញ្ចឹងប្រភេទ sorry អ្នកនរគ្នាប្រភេទcontroller របស់ solar ខ្លះអញ្ចឹងគឺវាត្រូវការអាគុយមកជំនួយប្រភេទ solar ខ្លះអត់ទេគឺវាត្រូវការដាក់តែភ្លើងចូលមកគឺភ្លើងវាចេញតែម្ដងណាវាប្រភេទខុសគ្នាអ្នកនរគ្នាណាអញ្ចឹងតាមបច្ចេកវិទ្យារបស់ក្រុមហ៊ុនគេផលិតខុសគ្នាហើយភាព protect របស់វាគឺខុសគ្នាដែរហើយប្រភេទ controller របស់ charger ខ្លះវាអាចចូល option ច្រើនឧទាហរណ៍ថាវាចូលពី solar មកហើយវាចេញ solar ទៅឲ្យប្រើប្រាស់ទៀតហើយវាចូលទៅអាគុយទៀតមានន័យថា option វាចូលពី solar មួយវាអាចចែកទៅប្រើផងវាអាចចូលទៅអាគុយផងអញ្ចឹងនៅពេលដែលភ្លើង solar យប់អាគុយវាធ្វើការនៅពេលដែលយប់អត់តន់យប់ទេនៅភ្លឺ solar ធ្វើការអាគុយក៏វាសាកតែអាគុយផងវាឲ្យភ្លើងប្រើផងនេះគឺវាប្រើប្រាស់អញ្ចឹងណាចឹងយើងអាចដឹងតាមហ្នឹងឬក៏ប្រភេទ hybrid ឧទាហរណ៍ថាវាចូលភ្លើងរត់របស់យើងចូល220ភ្លើងពី solar មកក៏220 DC យកមកចូលមកដើម្បីសាកអាគុយភ្លើងចេញពីអាគុយទៅក៏ទៅប្រើឬក៏ភ្លើងពីម៉ាស៊ីនទៅប្រើបុកចូលគ្នា hybrid ហ្នឹងគឺវាមាន option select ឲ្យយើងប្រើសម្រាប់ output មួយក៏មានដែរវាមានប្រភេទខុសគ្នាហើយការរៀប system របស់វាយើងអាចរៀបជា de-counter ជា breaker ជាប្រភេទ jumper សម្រាប់ load អីចឹងទៅបាទឥឡូវខ្ញុំដាក់ជាមួយបាក់តេរីធ្វើ test វិញនេះណាគឺបាក់តេរីខ្ញុំគឺ 12V ជាងហ្នឹងខ្ញុំដាក់ធ្វើ test តោះមកខ្ញុំចាប់អញ្ចឹងពេលដែលចាប់ទៅបាក់តេរីខ្ញុំចូលហ្នឹងយើងឃើញភ្លើងរបស់វាគឺមានចូលនេះណានេះបាទគឺភ្លើងរបស់វាមានចូលអញ្ចឹងយើងវាស់មកភ្លើងរបស់ខ្ញុំ 10V ជាងភ្លើងខាងចេញ 10V ជាងអញ្ចឹងយើងអាចចុច select option ហ្នឹងនៅក្នុងហ្នឹងយើងចង់ឲ្យចេញអត់បាទអញ្ចឹងយើងចុចប៊ូតុងមកឲ្យវាចេញទេឃើញអត់វាអត់ចេញទេអញ្ចឹងមានន័យថាប៊ូតុងអត់ចេញសញ្ញាអត់ចេញហើយនៅលើហ្នឹងបើចុចចេញវាស្នាចេញភ្លើងវាចេញ 10V ជាងអញ្ចឹងភ្លើងគឺចេញពីអាគុយទៅនេះគឺមានន័យថា solar controller នេះគឺវាអត់ប្រើពី solar ទេគឺប្រើពីអាគុយទៅវិញអញ្ចឹងជាក់ស្ដែងគឺយើងអាចវាស់វាអញ្ចឹងមកឧទាហរណ៍ថាភ្លើងសាកយើងប្រហែល 12V 20អញ្ចឹងភ្លើងចូលយើងប្រហែល 11V ជាងឬក៏ 18V អញ្ចឹងទៅអញ្ចឹងបើសិនបើអាំពែវាតូចការសាករបស់យើងគឺវាតូចតាមហ្នឹងវាធ្វើឲ្យធ្លាក់ណាអញ្ចឹងគឺយកកម្លាំងវាសមាមាត្រที่ខ្ញុំនិយាយអញ្ចឹងអានេះ adapter នេះគាត់ឲ្យយើងដាក់មួយផ្ទាំង solar គឺដើម្បីឲ្យយើងដឹងថាវាមានភ្លើងចូលអត់ទេអញ្ចឹងនៅក្នុង controller នេះគឺវាត្រូវការអាគុយណាកាលណាអត់មានអាគុយក៏អត់មានភ្លើង screen ទេបាទនេះអាចយើងវាស់អញ្ចឹងមកណាអូខេហ្នឹងភ្លើងចូលភ្លើងចេញយើងមើលតាមផ្ទាំង solar ដាក់អញ្ចឹងភ្លើងហ្នឹងនៅលើ screen វាដាក់ថាតើភ្លើងប្រមាណ volt នេះឃើញចូលប្រមាណ volt អញ្ចឹងយើងមើលវាស់មើលតាក់ស្ដែងវាត្រូវអត់ឲ្យចេញប្រមាណ volt ណាហើយយើងមើលសញ្ញាវានឹង plate ហ្នឹងគឺវាសាកពី solar ចូលអាគុយ
ហើយយើងចង់ឲ្យចេញពីសូឡាចូលអាគុយចេញពីអាគុយទៅប្រើប្រាស់គួរយើងអាចធ្វើតាមនឹងបានដែរដោយសារ controller ហ្នឹងវាមិនដំណើរការវាគឺមិនចេញពីសូឡាទៅឲ្យរឿងប្រើប្រាស់ទេគឺចេញពីសូឡាទៅឲ្យអាគុយចេញពីអាគុយទៅប្រើប្រាស់អញ្ចឹងសូឡាហ្នឹងវាអាចសាកចូលអាគុយហើយចេញពីអាគុយទៅប្រើប្រាស់ឬក៏សូឡាអត់មានវាធ្វើការពីអាគុយតែម្ដងណានៅក្នុងហ្នឹងមាន EC វាហ្នឹងហើយយើងអាចនឹងមើល option វានេះវាចុចបាទលើ option ហ្នឹងឧទាហរណ៍ថាភ្លើងនៅនេះវាដាក់ថាប៉ុន្មាន volt ឧទាហរណ៍ថា18 volt ជាងទៅអាហ្នឹងវាប្រភេទអីជា adapter ធម្មតាឬក៏ adapter charger អញ្ចឹងទៅវាចូលអាហ្នឹងខ្ញុំជំនួសឲ្យ solar បាទបន្ទាប់មកវាសាកបាទវាសាកហ្នឹងសាកទៅអាគុយហើយចេញពីអាគុយហ្នឹងយើងមើលតាមសញ្ញា screen ហ្នឹងបើយើងចុចឲ្យវាចេញពីអាគុយទៅអំពូលមានហើយបាទបើថាយើងអត់ចុចឲ្យមានទេគឺវាអត់មានទេអញ្ចឹងនិមិត្តសញ្ញានៅលើហ្នឹងវាប្រាប់យើងចំនួនវ៉ាត់អាគុយនឹងស៊ីប៉ុន្មានវ៉ាត់ load នឹងស៊ីប៉ុន្មានវ៉ាត់ស៊ីប៉ុន្មានអាំពែប៉ុន្មាន volt អីវាប្រាប់នៅលើហ្នឹងអញ្ចឹងដើម្បី make sure ឲ្យច្បាស់ម្ដងទៀតគឺយើងអាចទៅមើលនៅលើกระดาษរបស់វាឬក៏ទៅមើលនៅ label របស់វាបាទនៅលើហ្នឹងវាប្រាប់ហើយនេះថាតើភ្លើងនឹងស៊ីប្រហែល volt អញ្ចឹងយើងអាចមើល load ប្រហែល volt ប្រហែល volt យើងអាចមើលនៅលើហ្នឹងហើយទៅមើលនៅលើ screen របស់វាអាចដាក់នៅលើហ្នឹងឬក៏មើលនៅលើ menu អញ្ចឹងជាទូទៅអ្នកនរគ្នាត្រូវចេះមើលអាហ្នឹងបើអត់មានអាហ្នឹងទេក៏យើងអាចមើលវាដឹងដែរមានរបៀបវាផ្សេងទៀតណាបាទអញ្ចឹងយើងចុចមើលនៅលើប៊ូតុងយើងកន្លែងនេះគឺយើងចុចទៅឲ្យ solar ធ្វើការនិងអត់ធ្វើការយើងអាចមើលទៅហ្នឹងស៊ីប៉ុន្មានវ៉ាត់ប៉ុន្មានវ៉ែឃើញហើយពេលខ្ញុំចុចទៅនេះអញ្ចឹងនៅលើហ្នឹងគឺជាទិន្នន័យវាដែលវាបង្ហាញណានេះ solar ចូលមកអាគុយណាគឺ solar ថាអាគុយវាប៉ុន្មានវ៉ាត់ប៉ុន្មាន volt បាទបន្ទាប់មកនេះចេញពីអាគុយទៅឲ្យ load ចំណែក solar វាអត់មានទេបាទគឺនិមិត្តសញ្ញាវាចេញមកអញ្ចឹងអញ្ចឹងដល់ពេលយើងវាស់ចាក់ស្ដាយវាអត់មានមែនបាទឥឡូវអានេះវាចេញពីអាគុយទៅ load ឥឡូវយើងវាស់ load ប៉ុន្មាន volt យើងអាចកាច់មក DC មកអញ្ចឹងវាស់ពី load មកចេញ11 volt ចុច35អញ្ចឹងមានន័យថាវាចេញពី load ចេញពីអាគុយទៅប្រើអញ្ចឹងអានេះវាឆាចជីងក៏ឆាចវាប្រើក៏ប្រើបាទយើងចុចអានេះទៅឲ្យវាចេញពីអាគុយទៅប្រើទៅទេក៏បានចង់ឲ្យវាធ្វើការទាំងពីរក៏បានបាទនេះអាចចុចអញ្ចឹងមកនៅក្នុងប៊ូតុងវាហ្នឹងគឺវាអាចសេរីវាបានអញ្ចឹងយើងមើលនៅក្នុងហ្នឹងសម្រាប់ប៊ូតុងមួយនេះគឺសម្រាប់ up down value គឺយើងស្រីអត់ចាស់អញ្ចឹងនៅក្នុងហ្នឹងទីមទាអ្នកនេះចេះមើល menu ខ្ញុំជម្រាបអញ្ចឹងគឺតេស្តមើល menu ទៅថា menu នៅក្នុងហ្នឹងវានឹងប្រាប់យើងថាតើភ្លើងចូលប្រមាណភ្លើងចេញប្រមាណប្រើ load ចេញប្រមាណសម្រាប់ធ្វើអី load យើងនឹងស៊ីប៉ុន្មានអាំពែពេលហ្នឹងយើងអាចកណនាថាតើនៅក្នុងអំពូលដែលយើងប្រើហ្នឹងជាមួយនឹងអាគុយយើងហ្នឹងប្រើរយៈពេលប៉ុន្មានម៉ោងអស់ឧទាហរណ៍ថាយើងចង់ប្រើវា24ម៉ោងឬក៏ប្រើពី10ម៉ោងឬក៏យើងប្រើជាមួយអាងម៉ូទ័រហ្នឹងយើងអាចដឹងថាអាំពែនៅហ្នឹងវាប្រើបានប៉ុន្មានដោយសារយើងអាចមើលនៅលើ screen វាបង្ហាញឲ្យយើងណាព្រោះនៅក្នុង MCU វាសរសេរ program មក MCU គឺវាចេញទៅណីមកច្បាស់បាទអញ្ចឹងយើងអាចមើលទៅភ្លើងនៅលើហ្នឹងយើងអាចចុចមកស៊ីប៉ុន្មាន volt ហើយនឹងសេរីវាបានអ្នកនរគ្នាអញ្ចឹងនៅក្នុងនេះបញ្ហារបស់គេថាអត់មាន screen អញ្ចឹងយើងឆែកមើលទៅក៏អត់មាន screen ហ្នឹងមកពីប្រហែលជាអាចអាគុយគេខ្សោយឬក៏គេអត់ចាប់អាគុយអញ្ចឹងទៅបាទគឺបញ្ហាវាអញ្ចឹងណាព្រោះកាលណាអាគុយខ្សោយឡូឬក៏អីហ្នឹងគឺវាអត់ចេញ screen ទេព្រោះ screen ហ្នឹងsolar ហ្នឹងវាត្រូវការភ្លើងជំនួយពីអាគុយទៅគឺយកមកទៅប៉ាដូចខ្ញុំជម្រាបអ្នកនរគ្នាអញ្ចឹងអញ្ចឹងបើយើងចាប់តែភ្លើងចូលទៅទេអត់ចេញទេអញ្ចឹងប្រភេទ controller MCU វាទៅសេ program មកខុសគ្នាណាឥឡូវយើងចប់អាហ្នឹងហើយគឺយើងឆែកអានេះមួយទៀតអាហ្នឹងគឺបញ្ហាដូចគ្នាដែរអ្នកនរគ្នាគេថាបញ្ហាវាដូចគ្នាអញ្ចឹងឥឡូវយើងចាប់ខាងអាគុយសិនបាទចាប់ខាងអាគុយសិនយើងដោតមើលមានភ្លើងអត់អញ្ចឹងបើដោតទៅមានភ្លើងអាហ្នឹងវាជាក់ថាអាហ្នឹងក៏អត់ខូចដែរណាគឺអត់ខូចទេហើយយើងអាចសាកភ្លើងចូលមួយទៀតទៅគឺដើម្បីឲ្យដឹងថាតើភ្លើងចូលមានចូលអត់ភ្លើងចេញមានចេញអត់ដើម្បីយើងធ្វើតេស្តណាដើម្បីឆែកមើលទាំងអស់ព្រោះអីគេផ្ញើមកច្រើនហើយគេថាហ្នឹងខូចដូចគ្នាអញ្ចឹងតាមមើលទៅតាមយើងគិតមើលទៅប្រហែលជាអាគុយគេមានបញ្ហាឬក៏គេចាប់អត់ដិតឬក៏អីអញ្ចឹងណាព្រោះអីយើងដាក់ជាមួយនឹងប្រព័ន្ធរបស់យើងនេះវាដើរធម្មតាណាបាទអញ្ចឹងនៅក្នុងប្រព័ន្ធ solar มันមានអីសាំញ៉ាំទេអ្នកនរគ្នាណាយើងអាចរៀបទិញធ្វើដោយខ្លួនឯងក៏បានឬក៏យើងអាចជួសជុលប្រភេទ solar ផ្សេងក៏បានដែរដោយសារប្រភេទ solar វាសាមញ្ញទេគាត់ថាវាត្រូវការភ្លើង DC មួយសម្រាប់ឲ្យចូលផ្ទាំង controller MCU នឹងបញ្ជាទៅឲ្យអាគុយហើយចេញពីអាគុយហ្នឹងគឺយកទៅប្រើប្រាស់អញ្ចឹងមានន័យថាបើយើងចង់ប្រើ DC គឺយើងចាប់ពី solar ទៅចេញ DC ពី10 volt ចំណែកបើសិនបើយើងអត់ចង់ប្រើពី10ចង់បាន220គឺយើងទៅប្រើ inverter មួយទៀតណា inverter ហ្នឹងគឺចូលពី10 volt ហ្នឹងគឺចេញ220ហើយចឹងសួរថាយើងចង់ទៅប្រើ220ហ្នឹងប្រហែលវ៉ាត់គឺយើងត្រូវទិញអាង inverter ប៉ុណ្ណឹងឧទាហរណ៍ថាអ្នកនាងចង់ប្រើជាមួយនឹង printer ស៊ី100វ៉ាត់អញ្ចឹងអ្នកនាងត្រូវទិញអាង inverter យើង100វ៉ាត់ឡើងណាអត់អាចទិញក្រោម100វ៉ាត់ទេអញ្ចឹងអ្នកនាងត្រូវចាំទៅហើយអាគុយរបស់យើងចង់ឲ្យវាប្រើប្រាស់រយៈពេលប៉ុន្មានម៉ោងអញ្ចឹងយើងត្រូវយកអាគុយយើងយកប៉ុណ្ណឹងឧទាហរណ៍ថាយើងកណនាទៅថាក្នុង100វ៉ាត់ហ្នឹងទៅ
នៅក្នុង1ម៉ោងអញ្ចឹងយើងប្រើអាគុយហ្នឹងប្រមាណវ៉ាត់ប្រមាណអាំពែដើម្បីឲ្យវាប្រើប្រាស់រយៈពេលបាន1ម៉ោង2ម៉ោងឬ3ម៉ោងសម្រាប់ printer យើង print អីចឹងទៅអញ្ចឹងយើងត្រូវការប្រើប្រាស់អញ្ចឹងបាទសម្រាប់អ្នកខេត្តដែលគាត់ប្រើច្រើនណាអញ្ចឹងយើងត្រូវការសមាមាត្រគ្នាអញ្ចឹងឧទាហរណ៍ថាខ្ញុំអត់ទេខ្ញុំចង់ប្រើផ្ទះខ្ញុំចង់ប្រើទូរទស្សន៍ផងចង់ប្រើអំពូល220ចង់ប្រើកុំព្យូទ័រផងអញ្ចឹងតើខ្ញុំទិញគួរទិញអាំងប៊ឺទ័រប្រមាណវ៉ាត់ដាក់អាគុយប្រមាណដាក់សូឡាប្រមាណអញ្ចឹងយើងអាចកណនាតាមរូបមន្តពេស្មាអុយគុណអ៊ីដែលខ្ញុំប្រើអ្នកនរគ្នាអញ្ចឹងគឺយើងគឺបូករូបមន្តមកយើងបូកហើយអា3គ្រឿងនឹងបូកប្រមាណវ៉ាត់ឧទាហរណ៍ថា1000វ៉ាត់យើងត្រូវទិញអាំងប៊ឺទ័រ1000នឹងធំជាង1000វ៉ាត់បាទ efficiency វាគឺយកតម្រូវធំជាង1000វ៉ាត់អាចយកតូចបានហើយចំណែកអាគុយយើងចង់ backup time ប្រមាណគឺយើងយកប៉ុណ្ណឹងមកឧទាហរណ៍ថាយក100អាំពែអញ្ចឹងសម្រាប់ backup time 100អាំពែរយៈពេលប្រហែល3ម៉ោងអញ្ចឹង3ម៉ោងវាអស់អញ្ចឹង3ម៉ោង controller ហ្នឹងយើងទៅប្រើ controller ដែលមានអាំពែធំយកមកសាកដែរហើយបន្ទាប់មកយើងត្រូវប្រើផ្ទាំងសូឡាហ្នឹងឲ្យប្រមាណដើម្បីសាកទៀតអញ្ចឹងនៅនេះគឺមានរូបមន្តកណនីវាអញ្ចឹងឬក៏យើងទៅផ្សារទៅទិញទៅគេនឹងប្រាប់យើងថាបងឯងទៅប្រើប៉ុណ្នេះក៏គេប្រាប់ដែរប៉ុន្តែបើគេប្រាប់ខុសក៏យើងអាចដឹងដែរសម្រាប់យើងជាងគឺយើងត្រូវដឹងអញ្ចឹងហ្មងបាទឡើយខ្ញុំតេស្ទីងអាផ្សេងអ្នកនរគ្នាអាផ្សេងដែលខ្ញុំតេស្ទីងហ្នឹងគឺខ្ញុំដាក់ភ្លើងអីតេស្តអញ្ចឹងមកហើយខ្ញុំវាស់បាទគឺវាស់ទៀតទៅយើងអាចធ្វើតេស្តអញ្ចឹងណាoutput អញ្ចឹងយើងមើលសញ្ញាវាចូលហើយនឹងចេញកាលណាយើងដកចេញវានៅតែបាត់តេរីនៅតែមានឯដោយសារអីវា backup ពីអាគុយទៅវិញអញ្ចឹងយើងត្រូវដឹងថាផ្ទាំងពីសូឡានេះគឺវាធ្វើការពីអាគុយកាលណាអត់មានអាគុយគឺវាដើរទេនេះអាចចំណាំអញ្ចឹងទៅហើយមើលជាក់ស្ដែងនៅពេលដែលយើងដាក់ចូលទៅវាឲ្យភ្លើងចូលគឺវាចូលពីស្នាងសាករបស់យើងទាំងពីសូឡាទៅចូលពីសូឡាយើងទៅអាគុយចេញពីអាគុយទៅលោតអញ្ចឹងទៅពេលយើងដកអាស្នាងសាកយើងកុំឲ្យសូឡាចូលហ្នឹងគោវានៅតែធ្វើការដែរដោយសារអីដោយសារវាធ្វើការពីអាគុយវាមិនមែនធ្វើការពីសូឡាអញ្ចឹងវាប្រភេទវាខុសគ្នា controller ដែលគេធ្វើមកណាអញ្ចឹងយើងឆែកវាទាំង4ទៅអ្នកនរគ្នាយើងអាចឆែកទាំង4ដូចគ្នាអញ្ចឹងមកថាបញ្ហាអីអញ្ចឹងណាហើយបន្ទាប់ពីឆែកហើយយើងអាចដោះវាសម្អាតវិញអញ្ចឹងមកអញ្ចឹងនៅក្នុងនេះប្រហែលជាខ្ញុំបង្ហាញអ្នកនរគ្នាខ្លះដែរអំពីប្រភេទសូឡាហ្នឹងថាតើនៅក្នុងសូឡាហ្នឹងវាមានអ៊ីសេខ្លះវាធ្វើការមិនហើយគេមើលមិនដឹងអ៊ីសេណាវាភ្ជាប់ពីណាទៅណាខ្ញុំបង្ហាញជាមេរៀនបន្តិចតែដោយសារការពារជាក់ស្ដែងនៅពេលអ្នកនរគ្នាទៅជួសជុលទៅអ្នកនរគ្នាខូចបញ្ហាខុសពីខ្ញុំអ្នកនរគ្នាអាចធ្វើបានដោយសារខ្ញុំប្រាប់ពីប្លុករបស់វាជាទូទៅនៅក្នុងគ្រឿងអេឡិចត្រូនិកមួយយើងចង់ចេះជួសជុលវាលុះត្រាតែយើងស្គាល់ assembly វាអស់ស្គាល់ផាតវាអស់ថាតើផាតហ្នឹងជាផាតអ្វីហើយគ្រឿងនឹងវាធ្វើការម៉េចហើយបន្តមកទី2យើងចេះមើលសីមាចេះតាមប្រព័ន្ធភ្លើងថាតើប្រព័ន្ធភ្លើងវាធ្វើការប្រមាណវ៉ុលតង់សុងប្រមាណអាំពែដែលវាតម្រូវកាលណាយើងអត់ចេះអាហ្នឹងទេអត់ច្បាស់លាស់អាហ្នឹងទេយើងទៅធ្វើចាប់ខូចអញ្ចឹងទៅឧទាហរណ៍យើងខូចអាហ្នឹងធ្វើអាហ្នឹងចេះធ្វើតាមដានវាខូចឲ្យឆាប់មកវិញអញ្ចឹងណាបាទហ្នឹងគឺប្រព័ន្ធភ្លើងត្រូវតែច្បាស់អ្នកនរណាបើអត់ច្បាស់ទេគឺយើងពិបាកជួសជុលវាអញ្ចឹងនេះគ្រាន់តែជាការធ្វើតេស្តដូចមុនទេអ្នកនរណាគឺខ្ញុំធ្វើតេស្តដូចមុនទេដោយសារតែរបស់ទាំង4ហ្នឹងគឺខូចដូចគ្នាហើយយើងតេស្តទៅវាអត់មានបញ្ហាអីទេអញ្ចឹងយើងដោះមកផ្ទាំងមកបង្ហាញអ្នកនរគ្នាថាតើមកផ្ទាំងហ្នឹងវាធ្វើការមិនហើយសម្រាប់ធ្វើអីហើយកាលហ្នឹងយើងសម្អាតឲ្យស្អាតទាំងក្នុងទាំងកាយទៅយើងនឹង send ទៅឲ្យគេវិញផងដែរបាទឥឡូវបន្តទៅទៀតហ្នឹងយើងទៅសិក្សាបន្តិចសិនបាទអំពីប្រភេទសូឡាដោយសារតែខ្ញុំបង្ហាញអ្នកនរគ្នាទៅស្រួលអ្នកនេះជួសជុលបាទអញ្ចឹងនៅប្រភេទសូឡារបស់យើងគឺមាន screen មាន USB សម្រាប់សាកទូរស័ព្ទផងដែរ 5V ហើយមានកន្លែងដុនវុលមូសសម្រាប់ដោតបាទដោតសូឡាក៏បានអាកានេះដោតខាងចេញចឹងតែគួយយើងមានយើងការចាប់ចូលណាអញ្ចឹងយើងត្រូវការចាប់ក៏បានចូលក៏បានហើយអាផ្ទាំងខាងក្រោយរបស់វាពេលដែលយើងដោះទៅវាប្រើ MOSFET ចំនួន5គ្រាប់ដែលប្រភេទ MOSFET ហ្នឹងជា N channel គឺលេខវា 75.5អញ្ចឹង75.5ហ្នឹងគឺជាលេខរបស់វាកម្លាំងអាំពែវាដាក់លើនឹងផងដែរបាទវាប្រាប់ថាលើ75.5កម្លាំងម៉ានអាំពែឧទាហរណ៍ថា30អាំពែអញ្ចឹងមួយ15អាំពែអញ្ចឹងបើប្រភេទសូឡារបស់យើងកម្លាំងរបស់វា30អាំពែមួយគ្រាប់15អាំពែអញ្ចឹងមានន័យថាសូឡាផ្ទាំងសូឡារបស់យើងហ្នឹងវាអាច support បាន15អាំពែចំណែកសាកអាគុយហ្នឹងវាសាកបាន15អាំពែគុណនឹង2ដូចគ្នាវា30អញ្ចឹងសាកបាន30អញ្ចឹងគ្រឿងទទួលរបស់វានឹងឧទាហរណ៍ថាវាប្រើ1វាប្រើបាន15អាំពែទេតែបើវាប្រើ2អានឹងបញ្ជាក់ថាវាប្រើបាន30អាំពែអាហ្នឹងជាគ្រឿងដែលវាបញ្ជាក់ណាអញ្ចឹងនៅក្នុងនេះគឺវាប្រើ MOSFET ចំនួន5គ្រាប់ហ្នឹងគឺវាអញ្ចឹងហើយវាធ្វើការម្ដង2ឧទាហរណ៍សូឡាវាធ្វើការខាងបូកយកទៅចិញ្ចឹម screen ចំណែកខាងដកវាប្រើអាគុយអញ្ចឹងបើយើងអត់ចាប់អាគុយគឺវាដើរទេណាអញ្ចឹងនៅក្នុងហ្នឹងវាមាន IC តូចផ្សេងជាអ្នកគ្នាយើងមើលនៅលើផ្ទាំងវាទៅវាមានប៊ូតុងវា3សម្រាប់ចុចឲ្យយើងសេរីសម្រាប់អីហ្នឹងគឺវាទៅបញ្ជាឲ្យIC MCU បញ្ជាទៅឲ្យ screen ទិន្នន័យអញ្ចឹងយើងត្រូវរក IC MCU នៅណា IC screen នៅណាហើយ PWM សម្រាប់សាកអាគុយនៅណាឥឡូវយើងទៅសិក្សាប្លុកវាថាតើប្លុកវានៅកន្លែងណាហើយវាសាកហ្នឹងមិនអ
ចឹងនៅក្នុងកន្លែងណាំងសាកនេះវាមាន IC ដែលនឹងមួយតែ IC នឹង IC គេសម្រាប់ធ្វើអីបាទអញ្ចឹងយើងត្រូវដឹងថារបស់យើងជាប្រភេទអូតូអញ្ចឹងឧទាហរណ៍ថាយើងចាប់24វ៉ុលភ្លើងចេញ24សួរហេតុអីមិនចេញ24អញ្ចឹងយើងទៅដឹងថានៅក្នុងនោះគាត់តែមាន IC converter យើងសង្ស័យអញ្ចឹងណាអូគាត់តែមាន IC converter មួយពី210ទៅ24អីចឹងទៅចុះឧទាហរណ៍ថាភ្លើងវា5វ៉ុលយើងធ្វើឲ្យភ្លើង5វ៉ុលអូគាត់តែមាន IC step down ណាមានន័យថាភ្លើងនឹងចូល210ចេញ5វ៉ុលគាត់មាន step down សម្រាប់សាកហ្នឹងយើងយល់អញ្ចឹងណាចុះយើងត្រូវដឹងថា screen ស៊ីភ្លើងប៉ុន្មានវ៉ុលណា screen ស៊ីភ្លើងប៉ុន្មានវ៉ុល3វ៉ុលអញ្ចឹងមាន IC step down 3វ៉ុលឲ្យទៀតវាប្រើ IC គេអញ្ចឹងយើងត្រូវដឹងប្លុកវាអញ្ចឹងនៅក្នុង IC ផ្សេងទៀតវាស៊ីប៉ុន្មានវ៉ុលថតតែវាស៊ី5វ៉ុលអញ្ចឹង5វ៉ុលធ្វើមិនបានអាហ្នឹងយើងត្រូវយល់អញ្ចឹងណាកាលណាវាយល់ពីប្រព័ន្ធរបស់វាយល់អំពី assembly របស់វានៅក្នុងគ្រឿងមានអីខ្លះគឺយើងអាចធ្វើវាបានណាដូចខ្ញុំតាមអ្នករឿងអស់គ្នារឿយអញ្ចឹងថាបើសិនបើយើងដឹងវា assembly នៅក្នុងហ្នឹងគឺយើងអាចចូលវាបានអញ្ចឹងអានេះគឺជាខាងពីមុខហើយនិងពីក្រោយរបស់វានៅពេលដែលយើងដោះមកគឺវាចេញបែបហ្នឹងបាទឥឡូវយើងទៅសិក្សាលម្អិតមួយទៀតខ្ញុំនឹងនិយាយប្រាប់អ្នកនរគ្នាអញ្ចឹងនៅក្នុងហ្នឹងវាមាន IC LM 255 3អញ្ចឹង258ហ្នឹងគឺជា IC PWM មួយសម្រាប់ទៅឲ្យសញ្ញាទៅសាកអាគុយលឿនអញ្ចឹងឧទាហរណ៍ថាយើងយកភ្លើង12វ៉ុលយកទៅចាប់ direct គឺអាគុយយើងសាកអត់លឿនទេគឺសាកហ្នឹងស្រួលមួយថ្ងៃបងវាអត់ចូលផងអញ្ចឹងដើម្បីឲ្យអាគុយនឹងវាសាកបានហើយលឿនហើយវាចូលគឺប្រើលំយោល PWM មួយហ្នឹងគឺសម្រាប់ IC នឹងសាកបាទគឺវាសាកវាជាលំយោល PWM យើងដឹងហើយ PWM លំយោលរបស់វាអាចជារលកស្នុយស្អ៊ីតរលកស្វែវ៉ាវឬក៏រលកត្រីកោណអញ្ចឹងទៅអញ្ចឹងនៅក្នុងហ្នឹងខ្ញុំបាន download 3D diagram វាបងដែរគឺវាដាក់ថា LM 258ហ្នឹងអញ្ចឹងយើងអាចមើលភ្លើងចូលវាស៊ីប៉ុន្មានវ៉ុលហើយម៉ាស់វាជើងណាឧទាហរណ៍ថាជើងទី4ជើងម៉ាស់ណាហើយជើងបេអោ3.3 ហ្នឹងសិតតែជាប្រភេទភ្លើងវាអញ្ចឹងភ្លើងរបស់វាគឺចូលជើងទី8អញ្ចឹងជើងទី4ម៉ាស់ជើងទី8អញ្ចឹងបើ IC នឹងខូចយើងវាស់មិនយើងវាស់មើលម៉ាស់មានអត់វាស់មើលភ្លើងវាចូលអត់ហើយភ្លើងវាស៊ីប៉ុន្មានវ៉ុលបាទវាស៊ី5វ៉ុលឬក៏3វ៉ុលអញ្ចឹងទៅហើយភ្លើងហ្នឹងចូលអាណាចេញអាណាអញ្ចឹងយើងមើលសញ្ញាចេញចូលរបស់វាគឺ in របស់វាជើងទី2ណាវាដាក់មកជើងទី2ហើយ out របស់វាជើងទី6 in របស់វាអ្នកនរណាin ទី2អញ្ចឹងចូលជើងទី6ចេញជើងទី7ហ្នឹង out ទី2ចំណែក in ទី1គឺចូលជើងសញ្ញារបស់វាចូលជើងទី1យើងមើលតាមហ្នឹងទៅហើយចេញមកវិញគឺជើងទី3ចូលទី2ចេញទី3អ្នកនរអាចមើលតាមហ្នឹងទៅអញ្ចឹងនៅក្នុងសៀកខ្វីគឺសំខាន់ណាស់សម្រាប់យើងអ្នកជួសជុលបើយើងអត់ដឹងពីសៀកខ្វីវាទេអត់ដឹងវាមើលមិនទេគឺយើងអត់ដឹងថា IC នឹងធ្វើការមិនហើយវាដំណើរការមិនទេភ្លើងចូលអាណាចេញសញ្ញាមិនគឺយើងអត់ដឹងទេគឺ PWM គឺយើងអត់ដឹងទេអញ្ចឹងសួរ PWM វាទៅវិជាណាគឺទៅវិជា MOSFET យើងមិញហ្នឹងអ្នកនរណា PWM ទៅវិជា MOSFET ហើយចុះ PWM ហ្នឹងវាវិជាបង្កើតខ្លួនវាមិនមែនថាមិនមែនទេវាមាន IC MCU មួយទៀតមកវិជាណាអញ្ចឹង MCU ហ្នឹងវាវិជា2វាវិជាមក IC ហ្នឹងផង IC ហ្នឹងវិជាទៅឲ្យ MOSFET ហើយ MOSFET ហ្នឹងក៏តម្លាក់ភ្លើងទៅឲ្យអាគុយណាអ្នកនរគ្នាហើយបន្តមកទៀត MCU ហ្នឹងវាវិជាទិន្នន័យមួយទៀតទៅឲ្យ screen បាទទៅឲ្យ screen ដែលយើងទិន្នន័យបញ្ជាក់ថាឥឡូវកំពុងតែសាកអាគុយហើយឥឡូវហ្នឹង solar វាចូលហើយវាសាកអាគុយឥឡូវវាចេញពីអាគុយវាទៅឲ្យគ្រឿងទទួលគឺវាបញ្ជូនទិន្នន័យអញ្ចឹងឧទាហរណ៍ថាយើងយកអា MCU ហ្នឹងយកមក direct ទៅ MOSFET មកគឺអត់បានទេដោយសារកម្លាំងអាំពែវាតូចជាងឧទាហរណ៍ថា MCU វាវិជាមក 0.5 អាំពែមកវិជា IC នេះ 5 អាំពែទៅវិជាឲ្យ MOSFET 10 អាំពែវាវិជាអញ្ចឹងណាបើមិនមកនៅហេតុថាអត់ប្រើ IC ហ្នឹងយក MCU ទៅវិជាមកថា0.5 អាំពែទៅ MCU 10 អាំពែដាក់ទៅវាមិនហុយ IC យើងហើយបាទគឺវាបញ្ហាអញ្ចឹងបានគេត្រូវប្រើ SIGFREE លំដាប់ហ្នឹងតាមរូបមន្តដែលខ្ញុំបង្ហាញអ្នកនរហ្នឹងគឺវាកណនីអញ្ចឹងនៅក្នុង IC មួយទៀតនោះគឺ IC MC 34063A អញ្ចឹងយើងចង់ដឹងថា IC ហ្នឹងជា IC អ្វីនៅប្លុកណាហើយវាធ្វើការម៉េចគឺយើងចូលទៅ download data sheet មកនេះពេលដែល download មកវាដាក់នេះឃើញ MC 34063AP អញ្ចឹងវាដាក់ថា booster converter using បាទអញ្ចឹងមានន័យថានៅក្នុង IC ហ្នឹងគឺជា IC សម្រាប់ convert អញ្ចឹងមានន័យថាឧទាហរណ៍ថាវា convert ឲ្យយើងចូលភ្លើងឧទាហរណ៍ថាចូលភ្លើង210 វ៉ុលយើងប្រើគុយ24វា convert ទៅ24បាទ24ហ្នឹងវា convert ហើយទទួល PWM មកវិជាតាម cell ដែរដើម្បីយកអាំពែគម្រប់ហ្នឹងយកអាំពែហ្នឹងទៅឲ្យ24ធ្វើការវិញអញ្ចឹងអ្នកគ្នាទៅស្គាល់ពី block IC ហ្នឹងយើងអាចឆែកមួយ data sheet មួយទៅហើយជើងវាចូលណាឧទាហរណ៍ថាជើងទី2ជើងម៉ាស់ជើងទី4ជើងម៉ាស់ហើយជើងភ្លើងវាប្រហែលវ៉ុលជើងភ្លើងចូលទី6វាដេអញ្ចឹងទៅតមកជើងវិជាចេញអាណាចូលអាណាអញ្ចឹងដល់ពេលយើងដឹងអាហ្នឹងហើយសញ្ញាវិជាពី PWM ពី MCU យើងមួយណាពេលដែលយើងដឹងអញ្ចឹងអស់ហើយគឺយើងអាចធ្វើ board នឹងបានហើយយើងដឹងវិជាខ្វីដឹងវិឆ័យរបៀបវាមិនភ្លើងចូលមិនសញ្ញាចេញមិនគឺយើងអាចធ្វើវាបាន
ចំណែកបើយើងអត់ដឹងវាទេយើងអត់ដឹងធ្វើវាមិនទេអញ្ចឹងបានខ្ញុំតែងប្រាប់អ្នកនរថាការជួសជុលគឺផ្ដោតទៅលើសំខាន់ហ្នឹងគឺចេះមើលសីមាហ្នឹងឯងគឺទៅពេលចេះមើលសីមាយើងតាមដានសីមាទៅយើងអាចដឹងថាជើងនេះសម្រាប់ធ្វើអីជើងនេះសម្រាប់ធ្វើអីអានេះគេដាក់ center ដើម្បីអីកង់ដងដាក់ដើម្បីអីអត់ដាក់បានអត់វាប៉ះពាល់អីអត់ហើយតម្លាក់ភ្លើងគេតម្លាក់អាម៉េចអ៊ីសេណាអ៊ីសេតម្លាក់អ៊ីសេណាអ៊ីសេតម្លាំង booster នឹងអីគេ drop down នឹងអីគេពេលដែលយើងដឹងវាអស់ហើយបល័យទេយើងដឹងហ่ะគាត់នៅដំណើរការសៀកខ្វីអេលិចត្រូនិកគ្រឿងអេលិចត្រូនិកបើកមកប្រើភ្លាមយើងដឹងថានៅក្នុងនោះមានគ្រឿងអីខ្លះដោយសារអីយើងយល់ពីដំណើរការសៀកខ្វីអស់ពេលដែលចុចប៊ូតុងមួយហ្នឹងប៊ូតុងហ្នឹងបើកភ្លើងយើងដឹងថាអូប៊ូតុងនេះបើកនេះប្រើ MCU មាន MCU ទេដែលអាចធ្វើបានបើសៀកខ្វីអេលិចត្រូនិកមានណាធ្វើចឹងឯងគេអត់ធ្វើចឹងគេប្រើកុងតាក់វិញចឹងណាយើងអាចយល់ចឹងណាគឺក្នុងដំណើរការសៀកខ្វីអេលិចត្រូនិកមួយអ្នកនរគ្នាពេលដែលចេះយល់ច្បាស់ហើយគាត់ណាកលៃឃើញម៉ាស៊ីនដឹងក្នុងនោះមានគ្រឿងអីខ្លះគាត់ណាធ្វើការ option ហ្នឹងអត់ដើរដឹងថា option ហ្នឹងប្រើអីហើយចង់កែអីក៏បានចង់ធ្វើជា program ក៏បានចង់កែសៀកខ្វីតម្លាក់មិនបានដោយសារអីយើងដឹងពី option វានឹងជាចំណុចសំខាន់សម្រាប់យើងជួសជុលគឺយើងក្តោបលើអញ្ចឹងបាទពេលដែលយើងដឹងគឺយើងអាចធ្វើវាបានដោយសារអីយើងដឹងពីដំណើរការរបស់វាអស់បើអត់ដឹងទេគឺយើងធ្វើអត់កើតទេអញ្ចឹងនៅក្នុង board electronic យើងហ្នឹងនៅពេលដែលយើងដោះ screen ចេញមកបាទដោះ screen ចេញមកគឺយើងឃើញ IC 2ផ្លែកទៀតគឺ IC ធំមួយ IC ទូចមួយអញ្ចឹងយើងត្រូវដឹងថា IC ធំ IC អី IC តូច IC អីអញ្ចឹងយើងមើលតាម screen មក screen ហ្នឹងចូល IC ធំអញ្ចឹង IC ធំហ្នឹងគឺជា IC segment របស់ screen អញ្ចឹង IC segment ហ្នឹងយើងចង់ដឹងទៅឆែក data sheet IC segment ហ្នឹងប៉ុន្មានគុណប៉ុន្មានឧទាហរណ៍ថា IC ហ្នឹង1632ឬអីចឹងទៅអញ្ចឹងលេខវាដាក់លើហ្នឹងយើងមើលនេះឃើញទេ HC 1621B អញ្ចឹងយើងចូលទៅក្នុងអ៊ីនធឺណិតយើងវាយលេខហ្នឹងមកវាប្រាប់ថា IC នេះគឺជា IC អី IC 7 segment សម្រាប់ប្រមាណ digit អញ្ចឹងហើយ IC ហ្នឹងយើងដឹងថា IC ហ្នឹងគាត់តែជាអ្នកទទួលទិន្នន័យពី MCU ដើម្បីឲ្យបង្ហាញលើ screen ទេបើអត់មានទិន្នន័យបញ្ជូនទៅវាអត់ធ្វើការទេអញ្ចឹងយើងដឹងថា IC MCU មួយណាយើងនៅអត់ទាន់ឃើញទេដោយសារអីយើងដឹងថា IC ហ្នឹងតួនាទីវាអញ្ចឹងសម្រាប់បង្ហាញទិន្នន័យទៅឲ្យ screen ឲ្យយើងឃើញតែវាត្រូវការទទួលទិន្នន័យពី MCU អញ្ចឹងយើងត្រូវដឹង MCU មួយណាគឺយើងទៅតាមដានមើលជើងវាទៀតថាតើជើង MCU មួយណាយើងអាចទៅមើលសីមាអូ MCU នៅមកពីជើងនេះ IC នេះ MCU យើងអាចដឹងណាអញ្ចឹងគេមើលសីមាគឺគេមើលអញ្ចឹងគេតាមដានអញ្ចឹងដើម្បីចង់ដឹងថាជើងមួយណាទៅភ្ជាប់អាណាជា IC អីចឹង IC នេះគឺជា IC 16គុណជាមួយនឹង32គុណនឹង4ហ្នឹងមកជា IC សម្រាប់បញ្ជូនទិន្នន័យទៅឲ្យ screen ឲ្យយើងមើលឃើញថាភ្លើងពី solar ហ្នឹងសាកមកអគុយហើយឥឡូវចេញពីអគុយហ្នឹងទៅឲ្យគ្រឿងទទួលហើយឥឡូវសាកភ្លើងប្រមាណ volt ភ្លើងប្រមាណ watt គឺ IC ហ្នឹងជាអ្នកបញ្ចេញទិន្នន័យទៅឲ្យ screen យើងឃើញអញ្ចឹងសួរថាវាបញ្ចេញទិន្នន័យបានដោយសារអីវាស៊ីភ្លើងជើងណាអញ្ចឹងយើងអាចវាស់ភ្លើងវាបានអូជើងនេះភ្លើងគ្រប់ហើយទូទិន្នន័យពីណាវា MCU មួយណាស្រឡឹងមើលជើង MCU ទៅយើងឃើញ IC មួយទៀតអញ្ចឹង IC MCU គឺនៅចិត្តនឹងឯងវាមិនដែលនៅឆ្ងាយទេបាទ MCU យើងមើល IC ចិត្តមួយនេះអាទូចមួយហ្នឹងគឺ MCU អញ្ចឹង MCU ហ្នឹងគឺជា IC អ្វីគឺជា IC programmer ដែលគេបញ្ចូលទិន្នន័យពី computer យើងឲ្យវាធ្វើការជាសញ្ញា digital សញ្ញា analog អញ្ចឹងទៅសម្រាប់វិជាជើងណាធ្វើអីអញ្ចឹង MCU វាដាក់នៅលើនឹង ST61E145 អញ្ចឹងប្រភេទ ST ហ្នឹងជា MCU មួយដែលគេសរសេរកូដបញ្ចូលហើយសួរថាយើងចង់ដឹងវាថា MCU មែនយើងទៅធ្វើម៉េចចូល Google មកចូលអ៊ីនធឺណិតមកយើងវាយលេខហ្នឹងមកនេះ ST61E1645 ហ្នឹងវាប្រាប់ថាជើងនេះជើងទីប្រមាណ C ប្រមាណ volt វាមានប្រមាណ digit ហើយសញ្ញាវាមាន program ប្រមាណជា EEPROM អត់វាអាចសរសេរកូដបានបញ្ចូលតាមជើងណាអីជើងណាចូលកុំព្យូទ័រមិនកូដមិនគឺវាប្រាប់ឲ្យមួយសេតឲ្យយើងណាគឺអញ្ចឹងនៅក្នុងការជួសជុលហ្នឹងដឹងតិចចឹងបានយើងអាចធ្វើបានបើអញ្ចឹងគឺយើងធ្វើអត់ចាញ់ទេអញ្ចឹងនៅក្នុងហ្នឹង IC គឺខ្ញុំប្រាប់អស់ហើយគ្រឿងដែលខ្ញុំប្រាប់អស់ហើយគ្រឿងណាដែលអត់ស្គាល់អីគឺខ្ញុំប្រាប់ទីនាទីអស់ហើយសង្ឃឹមថាអ្នកគ្នាអាចជួសជុលវាបានអញ្ចឹងបន្ទាប់ពីយើងសិក្សាវាអស់យើងអាចធ្វើវាកើតហើយសូម្បីតែកុងតាក់ដែលយើងចុចក៏ចូល IC នឹងដែរសម្រាប់ព្យាដែរបាទវា MCU អញ្ចឹងនៅពេលយើងភ្ជាប់ទិន្នន័យភ្លើងចូលភ្លើងចេញទៅយើងមើលវាខុសគ្នាឃើញវាមកប្រាប់យើងភ្លើងប៉ុន្មាន volt អីប៉ុន្មាន volt solar ចូលនៅអគុយចេញនៅភ្លើងចេញនៅវាប្រាប់យើងទិន្នន័យតាមរយៈអី screen ហ្នឹងវាមាន IC មួយ IC ហ្នឹងមកពី MCU ទទួលទិន្នន័យពី input អូខេអញ្ចឹងមានតែប៉ុណ្្នឹងទេអ្នកនរគ្នាសង្ឃឹមថាអាចជួយជាមេរៀនសម្រាប់ជួសជុលប្រភេទ solar ផ្ទាំងផ្សេងទៀតបានបាទ controller ផ្សេងតិចបាទសង្ឃឹមថាអាចជួយបានច្រើនសម្រាប់អ្នកនរគ្នាផងដែរអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេក្នុងការចែករំលែកហ្នឹងហើយជាមេរៀនថ្មីមួយដែរបាទគឺខ្ញុំចេញតែម្ដងទេអញ្ចឹងអ្នកគ្នាអាចឆ្ងល់កន្លែងណាអត់ច្បាស់អីអាចសួរនាំបន្ថែមទៅខ្ញុំអាចជួយបង្ហាញថែមទៀតផងដែរបាទហើយសូមអរគុណសូមជម្រាបលាផងដែរបាទ